ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយក5ចំណុចមកចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាពីការថែទាំមាន់នៅរដូវក្តៅនេះអញ្ចឹងណាបងប្អូនបាទអញ្ចឹងจะឈានចូលដល់រដូវក្តៅបែបនេះមាន់របស់យើងងាយប្រឈមក្នុងការកើតនៅជំងឺរាគរូសផ្ដាសាយអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំលើកយក5ចំណុចដែលបងប្អូនអាចយកមកថែរក្សាសុខភាពមាន់របស់បងប្អូនបានអញ្ចឹងទី1នោះគឺការផ្ដល់ទឹកបងប្អូនបាទការផ្ដល់ទឹកគឺបងប្អូនត្រូវតែផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់បាទហើយនៅក្នុងកតោទឹករបស់មាន់ណាបងប្អូនគឺបងប្អូនត្រូវតែឧស្សាហ៍ផ្លាស់ប្ដូរវាកាលណាសីតុណ្ហភាពនៅក្នុងទឹកឡើងក្តៅមាន់របស់យើងផឹកទៅគឺបណ្ដាលឲ្យមាន់របស់យើងនឹងវារាកអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែឧស្សាហ៍ក្នុងការផ្លាស់ប្ដូរទឹកដើម្បីសីតុណ្ហភាពនៅក្នុងទឹកហ្នឹងវាត្រជាក់បាទកុំឲ្យទឹកក្តៅបងប្អូនកាលណាទឹកក្តៅមាន់យើងផឹកទៅវាអាចប្រឈមឲ្យមាន់របស់យើងនឹងកើតនៅជំងឺរាគរូសអីចឹងណាបងប្អូនបាទហើយមួយវិញទៀតចំណុចទី2គឺបងប្អូនត្រូវតែបើត្រង់មកបងប្អូនបិទចិត្តណាបងប្អូនត្រូវតែបើកដើម្បីឲ្យមានខ្យល់ចេញចូលព្រោះអីសីតុណ្ហភាពនៅក្នុងទ្រុងកាលណាយើងបិទចិត្តគឺក្តៅអញ្ចឹងបងប្អូនចំហវាទៅដើម្បីឲ្យសីតុណ្ហភាពនៅក្នុងទ្រុងហ្នឹងវាថយចុះអញ្ចឹងណាបងប្អូនបាទនេះជាចំណុចទី2ចំណុចទី3គឺបងប្អូនគួរតែដាំដើមឈើបាទដាំដើមឈើនៅក្នុងបរិវេណកន្លែងមាន់យើងអញ្ចឹងដើម្បីជាម្លប់សម្រាប់មាន់យើងជ្រកហើយបងប្អូនត្រូវតែមើលថាតើមាន់យើងហ្នឹងវាក្តៅខ្លាំងអត់វានឹងហក់ខ្លាំងអត់កាលណាវានឹងហក់ខ្លាំងបងប្អូនគួរតែបាញ់ទឹកស្រោចទឹកអីខ្លាំងអញ្ចឹងណាបងប្អូនបាទដើម្បីរក្សាសីតុណ្ហភាពហើយចំណុចទី4គឺការដាក់ចំណីគឺបងប្អូនអាចដាក់នៅពេលអាកាសធាតុត្រជាក់ដូចជាពេលព្រឹកហើយនិងពេលល្ងាចអញ្ចឹងពេលព្រឹកបងប្អូនដាក់30%ទៅឬក៏50%ទៅថ្ងៃត្រង់20ល្ងាច50អីទៀតចឹងណាបងប្អូនបាទយើងធ្វើបែបហ្នឹងគឺធ្វើឲ្យមាន់របស់យើងហ្នឹងវាមានសុខភាពល្អហើយបងប្អូនត្រូវរើសចំណីណាដែលងាយនឹងរលាយបងប្អូនងាយនឹងរលាយកាលណាចំណីដែលរឹងអត់ងាយរលាយគឺអាចធ្វើឲ្យមាន់របស់យើងហ្នឹងវាប៉ះពាល់សុខភាពមាន់របស់យើងដែរបងប្អូនបាទអញ្ចឹង 4-5 ចំណុចដែលខ្ញុំលើកឡើងនេះខ្ញុំសង្ឃឹមថាបងប្អូនអាចយកទៅអនុវត្តហើយមើលថែសុខភាពមាន់របស់យើងនៅរដូវក្តៅនេះហើយបងប្អូនមានចម្ងល់ក៏ដូចជាសំណួរអ្វីផ្សេងទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងចែករំលែកជូនហើយកុំភ្លេចជួយចុចមេដៃមួយដើម្បីជាការលើកទឹកចិត្តហើយនឹងបងប្អូនដែលអត់បានចុច Subscribe Channel របស់ខ្ញុំបងប្អូនអាចចុច Subscribe Channel របស់ខ្ញុំទៅហើយអាចចូលទៅតាមដានទស្សនានៅក្នុងវីដេអូរបស់ខ្ញុំជាច្រើននៅក្នុង Channel មួយនេះដែលខ្ញុំបានអាប់ឡូតច្រើនហើយពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ការព្យាបាលមាន់និងការប្រើប្រាស់ដោយបសុអសតអញ្ចឹងណាបងប្អូនមានទាំងការព្យាបាលដោយបសុអសតហើយនិងការព្យាបាលដោយថ្នាំបុរាណខ្មែរគឺខ្ញុំមានច្រើនហើយនៅក្នុង channel របស់ខ្ញុំមួយនេះហើយដោយសារមួយរយៈហ្នឹងគឺខ្ញុំរវល់ខ្ញុំអត់សូវបានចេញវីដេអូទេបងប្អូនខ្ញុំអត់ដែលបានធ្វើវីដេអូទេតែម្ល៉េះនេះខ្ញុំរៀងស្បើយដៃអញ្ចឹងគឺខ្ញុំអាចធ្វើវីដេអូដើម្បីចែកម្លែកទៅកាន់បងប្អូនហើយបងប្អូនគាំទ្របងប្អូនអាចចុចជាមេដៃហើយនឹង comment ជាការលើកទឹកចិត្តល្អៗដល់ខ្ញុំក្នុងការផលិតវីដេអូបន្តទៀតអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទដែលចំណាយពេលវេលាដ៏មានតម្លៃហើយតាមដានវីដេអូរបស់ខ្ញុំនេះពីដើមដល់ចប់បាទចុងក្រោយជូនពរបងប្អូនទាំងអស់គ្នាជួបតែសុខសុភមង្គលនៅក្នុងក្រុមគ្រួសារហើយកុំភ្លេចបើអត់មានសំណួរអ្វីផ្សេងៗបងប្អូនអាច comment មក comment សួរនៅក្នុង channel របស់ខ្ញុំមួយនេះខ្ញុំនឹងព្យាយាមឆ្លើយទៅកាន់បងប្អូនទាំងអស់គ្នាផងដែរអរគុណច្រើន